អរគុណព្រះអង្គថ្ងៃនេះយើងរៀនមេរៀនមួយថាតើធ្វើយ៉ាងណាថែទាំសេចក្តីសង្ឃឹមប៉ុន្តែខ្ញុំជឿថាបងប្អូនម្នាក់ម្នាក់តែងតែអស់សង្ឃឹមមែនទេខ្ញុំក៏ធ្លាប់អស់សង្ឃឹមដែរក្នុងជីវិតខ្ញុំអស់សង្ឃឹម3 4ដងដែរពេលអស់សង្ឃឹមមិនស្រួលទេណាហើយដូច្នេះបើយើងបានព្រះដែលជាជំនួយជួយដល់យើងហើយព្រះអង្គសន្យាយើងត្រូវការថែទាំសេចក្តីសង្ឃឹមរបស់យើងបាទកុំឲ្យបាត់សេចក្តីសង្ឃឹមហ្នឹងអរគុណព្រះអង្គព្រះម្ចាស់ដែលជាព្រះនៃទូបង្គំទាំងអស់គ្នាកូនអរព្រះគុណទ្រង់ដែលទ្រង់បានសន្យាក្នុងព្រះបន្ទូលព្រះអង្គហើយឲ្យទូបង្គំរាល់គ្នាមានសង្ឃឹមលើទ្រង់ជានិច្ចកូនអរព្រះគុណទ្រង់នៅពេលនេះសូមបិតាបើកសម្ដែងគ្រប់ទាំងព្រះបន្ទូលឲ្យកូនរាល់គ្នាបានយល់ច្បាស់ផងដែរកូនអរព្រះគុណបិតាហើយកូនសូមគ្រប់ការនេះលើកថ្វាយដាច់នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទសូមបងប្អូនបើកនៅកាពីរ៉ូមជំពូក5ខ1ទៅដល់ខ5ដូច្នេះដែលយើងរាល់គ្នាបានរាប់ជាសុចរិតដោយការជឿនោះឈ្មោះថាយើងបានមេត្រីនឹងព្រះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាទី1គាត់ចង់ប្រាប់យើងថាដូច្នេះយើងទាំងអស់គ្នាដែលជាអ្នកជឿព្រះណាយើងបានរាប់ម៉េចដែលយើងរាល់គ្នាបានរាប់ជាសុចរិតអរគុណព្រះអង្គសុចរិតល្អណាស់មែនទេក៏ប៉ុន្តែនៅក្នុងនេះមិនមែនសុចរិតនៅក្នុងមនុស្សលោកទេគឺសុចរិតតាមព្រះបងប្អូនចាំខកពីព្រះអង្គថាចូលស្វែងរកនគរនិងសេចក្តីសុចរិតព្រះជាមុនសិនអ្នកដែលជឿព្រះអង្គបានរាប់ជាសុចរិតដោយសារតែការធ្វើតាមព្រះបន្ទូលមិនមែនរាប់សុចរិតហើយយើងនឹងព្រះអង្គទុកចោលទេយើងមើលតទៅទៀតថាម៉េចសុចរិតហើយមិនដោយការជឿពាក្យថាជឿមួយម៉ាត់នៅក្នុងព្រះបន្ទូលបានន័យថាស្គាល់ជាក់ច្បាស់រៀនពីអ្នកនឹងជឿទុកចិត្តគឺធ្វើតាមណាអត់មែនគាត់ថាជឿមួយម៉ាត់នឹងអត់ធ្វើតាមទេក្នុងកាពីថាជឿត្រូវធ្វើតាមណាហើយយើងតទៅទៀតយើងឃើញថាម៉េចនោះឈ្មោះថាយើងបានមេត្រីនឹងព្រះអរគុណព្រះអង្គបងប្អូនបានមេត្រីបានថាម៉េចចូលចិត្តស្និទ្ធមែនទេស្គាល់ច្បាស់លាស់នៅជាមួយយ៉ាងអាចអត់មានគំនុំអីទេគឺថាមេត្រីគឺសន្តិភាពបាទយើងបានរកស្រាប់ជាសុចរិតដោយការដែលយើងជឿនោះឲ្យបានរាប់ជាសុចរិតដែលធ្វើតាមព្រះបន្ទូលហើយមួយវគ្គនឹងទៀតប្រាប់ថាយើងបានមេត្រីជាមួយព្រះណាជាមួយព្រះគឺជាព្រះវរបិតាតែព្រះអង្គឲ្យយើងបានមេត្រីជាមួយព្រះអង្គក៏ប៉ុន្តែដោយសារអ្នកណាដោយសារព្រះយេស៊ូវគ្រីស្ទបានយើងបានមេត្រីឃើញបានមេត្រីជាមួយព្រះវិញណាដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាអរគុណព្រះអង្គខ1ប្រាប់យើងពី3លក្ខណៈដោយការជឿហើយបានមេត្រីដោយសារព្រះគ្រីស្ទហើយព្រះយេស៊ូវគ្រីស្ទដោយសារព្រះគ្រីស្ទយ៉ាងម៉េចព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទជាព្រះបន្ទូលហើយឆ្លៀតបើយើងរៀនពីព្រះបន្ទូលឲ្យស្គាល់ពីព្រះបន្ទូលធ្វើតាមព្រះបន្ទូលយើងនឹងបានមេត្រីជាមួយព្រះបាទជាមួយព្រះវរបិតាវិញហើយឆ្នេះព្រះអង្គបានចាត់ព្រះយេស៊ូវមកដើម្បីឲ្យយើងនឹងបានសេចក្តីជំនឿដែលជឿតាមព្រះអង្គនឹងបានមេត្រីជាមួយព្រះអង្គដើម្បីព្រះអង្គយកយើងទៅនៅឋានដែលមនុស្សគ្រប់គ្នាប្រាថ្នាបាទមនុស្សគ្រប់គ្នាប្រាថ្នាចង់ទៅណាក៏ប៉ុន្តែព្រះអង្គប្រាប់ហើយតែមិនមកតាមព្រះអង្គមានផ្លូវណាទៅទេបាទអរគុណព្រះអង្គយើងមើលនៅខ2ថាម៉េចក៏ដោយសារទ្រង់យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះដោយសារព្រះយើងអាចចូលទៅក្នុងព្រះគុណជាទីដែលយើងកំពុងតែឈរដោយសេចក្តីជំនឿសង្ហៃយើងកំពុងឈរដោយសេចក្តីជំនឿមែនទេយើងជឿយកបានឃើញព្រះអង្គមុខទល់មុខទេក៏ប៉ុន្តែដោយសារព្រះទ្រង់រៀបចំផ្លូវបានយើងបានអាចចូលទៅក្នុងព្រះគុណដែលព្រះយេស៊ូវបានរៀបចំទុកឲ្យយើងហើយដូច្នេះយើងកំពុងឈរនៅក្នុងសេចក្តីជំនឿហើយមិនទៀតថាហើយយើងអួតពីសេចក្តីសង្ឃឹមដល់សេរីល្អនៃព្រះផងបងប្អូនអួតពីសេចក្តីសង្ឃឹមពីសេរីល្អនឹងអួតពីអីបងប្អូនអួតពីជីវិតអស់កលសេរីល្អគឺជាជីវិតអស់កលដែលនៅអស់កលជាមួយព្រះអង្គនោះម្នាក់ជឿព្រះអង្គចង់បានអីជីវិតអស់កលមែនទេបាទហើយយើងអួតពីអីយើងអួតពីជីវិតអស់កលយើងតែងតែប្រាប់តគ្នាទៅទៀតមែនទេតែប្រាប់អ្នកផ្សាយប្រាប់ដំណឹងជឿព្រះយេស៊ូវគ្រីស្ទទៅដើម្បីឲ្យបានជីវិតអស់កលរស់នៅជាមួយព្រះបានសុខសាន្តយើងអួតណា
ខ្ញុំក៏អួតដែរមែនទេមិនអត់ទេអួតពីរឿងជីវិតអស់កលអត់ចង់នៅមកគ្រាហើយទៅបាត់ទេមែនទេបាទព្រោះយើងចង់នៅជាមួយព្រះហើយព្រះអង្គសន្យាមិនចេះខ្វះអីទេព្រះអង្គហៅយើងថាម៉េច king ភាសាអង់គ្លេសយើងជាស្ដេចហើយព្រះអង្គជាអីស្ដេចអស់លើទាំងស្ដេចអូខេបានន័យថាយើងទៅនៅមួយព្រះអង្គហៅយើងស្ដេចយើងអត់ខ្វះអីទេពាក្យស្ដេចមួយម៉ាត់មានអីគ្រប់ទាំងអស់មិនខ្វះហើយចង់បានអីក៏បានដែរបាទអរគុណព្រះហើយឆ្នេះយើងអួតថាក៏ដោយសារទ្រង់យើងមានផ្លូវចូលទៅក្នុងព្រះគុណអូខេដោយសារព្រះវរបិតារៀបចំយើងអាចទទួលព្រះគុណពីព្រះយេស៊ូវគ្រីស្ទជាទីដែលយើងកំពុងតែឈរយើងកំពុងតែឈរសថ្ងៃនេះគឺយើងជឿតាមព្រះបន្ទូលធ្វើតាមព្រះបន្ទូលហើយយើងក៏អួតពីសេចក្តីសង្ឃឹមអូខេយើងសង្ឃឹមទៅម៉េចយើងចេញពីផែនដីនេះយើងនឹងទៅនៅជាមួយព្រះអង្គអស់កលជានិច្ចអរគុណព្រះអង្គបាទនេះហើយសេចក្តីសង្ឃឹមដែលយើងថែរក្សាតែយើងថែរក្សាមិនកុំឲ្យយើងអស់សង្ឃឹមធម្មតាតែយើងអស់សង្ឃឹមតែមិនហ៎តិចបងនិយាយចឹងណាធ្លាក់ខ្លួនឈឺក្រំគ្រាមែនទេពិបាកណាស់ធ្វើឲ្យយើងនឹងអស់កម្លាំងលឿនទៀតអស់សង្ឃឹមបងប្អូនសាកមើលអស់សង្ឃឹមមិនបាន2មិនិតទេបងប្អូនកម្លាំងនឹងថយចេញលឿនណាស់មែនទេយេហើយដូច្នេះកុំឲ្យយើងអស់សង្ឃឹមឲ្យយើងមានសង្ឃឹមឡើងបាទព្រោះយើងថែទាំយើងដឹងហើយថាមានតែព្រះអង្គនេះជួយបាទខ3ប្រាប់ថាមិនតែប៉ុណ្ណោះសោតយើងនៅតែអួតក្នុងកាលដែលយើងមានទុក្ខលំបាកដែរបងប្អូនមានទុក្ខលំបាកតែតែប្រាប់ហ្នឹងណាថាម៉េចខ្ញុំមានទុក្ខលំបាកក៏ប៉ុន្តែខ្ញុំពឹងព្រះអូខេអួតរហូតមែនទេអួតទុក្ខលំបាកទាំងអស់ហ្នឹងអត់មានបញ្ហាទេព្រោះខ្ញុំមានព្រះដ៏ជាជំនួយព្រោះព្រះអង្គមានព្រះបន្ទូលថាព្រះដែលគង់នៅក្នុងយើងទ្រង់ធំជាងអានោះនៅលោកីទៅទៀតអូខេអរគុណព្រះបាទឃើញព្រះបន្ទូលព្រះអង្គតែងតែដោះយើងជួយយើងណាហើយប្រាប់យើងថាដោយដឹងថាសេចក្តីទុក្ខលំបាកបង្កើតឲ្យមានសេចក្តីទ្រាំទ្រអរគុណព្រះអង្គពេលខ្លះយើងទុក្ខលំបាកកុំឲ្យលូរទាំយើងរៀនពីសេចក្តីទុក្ខលំបាកហ្នឹងដល់ហើយទៅយើងមិនយើងចេះទ្រាំទ្រយើងលឺយើងចេះគិតយើងចេះពិចារណាយើងចេះធ្វើការទាំងអស់នោះបើមិនចឹងទេយើងលឺគិតតែពីរឿងខឹងអត់ជួយយើងទេបាទព្រះអង្គចង់ប្រាប់យើងហើយខ4ថាសេចក្តីទ្រាំទ្របង្កើតឲ្យមានសេចក្តីសាំស្មឹកហើយបាទមានបែរថាធ្វើឲ្យយើងមានការពិសោធន៍ឲ្យយើងមានការពិសោធន៍ឡើងណាបាទពេលណាយើងមានសេចក្តីពិសោធន៍ហ្នឹងហើយយើងមានសង្ឃឹមបានន័យថាបើមនុស្សយើងអត់មានពិសោធន៍ទេយើងអត់ទ្រាំទ្រកើតទេអ្នកណានិយាយស្អីបន្តិចមកយើងអត់មានទុកចិត្តយើងនៅស្ងៀមទេតទៅវិញ100ម៉ាត់ឡើយក៏ប៉ុន្តែដោយយើងមានការពិសោធន៍ជួយយើងឲ្យមានថាលឺពាក្យអស់នោះមិនសមរម្យឬក៏ពាក្យអ្វីដែលមិនត្រឹមត្រូវយើងអាចទ្រាំទ្របាននឹងពាក្យហ្នឹងបាទភាសាអង់គ្លេសថាយើងនឹងមាន experience 2-3ដងហ្នឹងជួយឲ្យយើងចេះគិតចេះពិចារណាបាទអរគុណព្រះអង្គមើលខ5ថាឯសេចក្តីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្តីខ្មាស់ឡើយខ្ញុំជឿខ្មាស់ឲ្យបងប្អូនតែតែជួបអ្នកផ្សេងទៀតនិយាយពីរឿងព្រះបន្ទូលមែនទេព្រោះបងប្អូនមានសង្ឃឹមថាចេញពីផែនដីនេះគឺបានទៅទទួលជីវិតអស់កលនៅមួយព្រះហើយតែជួបតែតែចង់ប្រាប់គេឲ្យគេបានសេចក្តីសង្ឃឹមដែរបាទចង់ឲ្យគេបានយល់បានដឹងពីសេចក្តីសង្ឃឹមដែលនៅអស់កលដែរបាទហើយវគ្គក្រោមទៀតថាម៉េចពីព្រោះសេចក្តីស្រឡាញ់របស់ព្រះបានផ្សាយសពមកក្នុងចិត្តយើងរាល់គ្នាសេចក្តីស្រឡាញ់របស់ព្រះបានមកក្នុងចិត្តយើងរាល់គ្នាបានជាយើងអត់មានសេចក្តីខ្មាស់ទេតែលឺយើងឃើញអ្នកណាម្នាក់យើងចង់ឲ្យអ្នកនឹងបានសង្គ្រោះដែរតែនិយាយប្រាប់បើមិនចឹងទេយើងអត់និយាយទេហើយយករួចខ្លួនតែឯងហើយមែនទេក៏ប៉ុន្តែដោយសារសេចក្តីស្រឡាញ់របស់ព្រះនឹងហើយបានយើងចេះតែប្រាប់តគ្នាទៅបាទដោយសារព្រះវិញ្ញាណបរិសុទ្ធដែលប្រទានមកយើងហើយអូខេព្រះអង្គមិនមែនឲ្យតែសេចក្តីស្រឡាញ់ហើយជាប់ទេណាព្រះអង្គឲ្យទៀតអំណាចដែលអាចធ្វើការនៅក្នុងខ្លួនយើងដែលជំរុញយើងអំណាចនោះអាចជំរុញយើងឲ្យនិយាយអំណាចនោះអាចប្រាប់យើងឲ្យប្រាប់អ្នកដទៃគឺជាព្រះវិញ្ញាណនឹងឯងដែលព្រះអង្គមានព្រះបន្ទូលយើងតែរៀនថាព្រះចេស្តាព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះចេស្តាគឺជាអំណាចបាទហើយចេះព្រះវិញ្ញាណហ្នឹងថា
ថាបានផ្សាយមកក្នុងចិត្តយើងសេចក្តីស្រឡាញ់បានមកហើយមិនជាប់ត្រឹមនឹងទេដោយសារព្រះវិញ្ញាណបរិសុទ្ធអូខេដោយសារអំណាចរបស់ព្រះអង្គដែលប្រទានមកយើងហើយបានប្រទានមកដូច្នេះយើងមានសេចក្តីក្លាហានសេចក្តីអ្វីដែលយើងអាចផ្សាយប្រាប់អ្នកដទៃទៀតបាទអរគុណព្រះអង្គហើយជាយើងដឹងពីការយើងថែទាំសេចក្តីសង្ឃឹមរបស់យើងកុំឲ្យយើងអស់សង្ឃឹមគឺយើងមានសង្ឃឹមជានិច្ចជាមួយព្រះសូមបើកនៅកាពីរ៉ូមជំពូក15ខ13ឥឡូវនេះសូមឲ្យព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរទេបងប្អូនមានសង្ឃឹមបងប្អូនតែមានអីគេអំណរសប្បាយមែនទេបើអត់សង្ឃឹមមើលមុខស្ងួតហើយក្រំគ្រាពិបាកក៏ប៉ុន្តែគាត់ប្រាប់ថាឥឡូវនេះសូមឲ្យព្រះនៃសេចក្តីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្តីអំណរអរគុណព្រះតែមានសេចក្តីអំណរមានសេចក្តីរំភើបមានសេចក្តីសប្បាយនៅក្មេងរហូតងាយចាស់ទេអាយុ70ហើយនៅតែក្មេងទៀតហើយក៏ប្រាប់ទៀតអំណរនោះមិនមែនធម្មតាទេអំណរនិងសេចក្តីសុខសាន្តដ៏ពោពេញអូខេអំណរហើយសេចក្តីសុខសាន្តទៀតមិនមែនអំណរមួយផ្លេតទេគឺថាសេចក្តីសុខសាន្តដ៏ពោពេញដោយសារសេចក្តីជំនឿអូខេព្រះអង្គនិយាយពីរឿងជឿទៀតហើយពីព្រោះជឿនឹងទៅជួយប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរណ៍ដែលការជឿបានយើងមានសង្ឃឹមបើយើងអត់ជឿអត់មានសង្ឃឹមទេអ្នកខ្លះដែលអត់ជឿយ៉ាងម៉េចអត់មានសង្ឃឹមទេសុំព្រះអង្គនេះមួយដែរប៉ុន្តែសង្ឃឹមអត់មានសង្ឃឹមក៏ប៉ុន្តែបើជឿយើងមានសង្ឃឹមព្រះអង្គនឹងប្រទានឲ្យខ្ញុំសុំពីអាយុ30ដល់60បានក៏អត់បញ្ហាដែរមែនទេពីព្រោះយើងនឹងមានសង្ឃឹមបាទព្រោះពេលខ្លះយើងចង់បានអ្វីចង់បានភ្លាមក៏ប៉ុន្តែព្រះអង្គអត់ឲ្យពេលហ្នឹងក៏ប៉ុន្តែដល់ពេលដល់យើងរឹងដៃរឹងជើងបានព្រះអង្គឲ្យណាបាទបើតាមតែចិត្តយើងបើព្រះអង្គឲ្យឥឡូវខ្ញុំជឿរហូតក៏ប៉ុន្តែដល់ពេលបានហើយដល់ចេញមែនបាទក៏ប៉ុន្តែដល់ពេលព្រះអង្គឲ្យសេចក្តីជំនឿនឹងរឹងមាំព្រះអង្គប្រទានឲ្យដល់យើងគិតទៅក្រោយវិញយើងគិតថាពីដែលយើងជឿព្រះអង្គមុននឹងយើងជឿព្រះអង្គតែមកដល់ឥឡូវនេះតើយើងផ្លែកខុសយ៉ាងម៉េចខ្លះណាបាទប្រយោជន៍មើលវគ្គនេះថាប្រយោជន៍ឲ្យបានសេចក្តីសង្ឃឹមជាបរិបូរណ៍អូខេស្អីសង្ឃឹមនឹងជាបរិបូរណ៍មិនមែនសង្ឃឹមបានតិចតួចទេណាបរិបូរណ៍អ្វីដែលយើងធ្វើដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធអូខេប្រាប់យើងទៀតដោយអំណាចដែលនៅជាមួយយើងព្រះអង្គប្រទានអរគុណព្រះអង្គប្រទានឲ្យយើងច្រើនណាស់ហើយឆ្នេះយើងត្រូវថែរក្សាសេចក្តីសង្ឃឹមរបស់យើងកុំឲ្យយើងបាត់សេចក្តីសង្ឃឹមព្រោះពាក្យតែមួយទេថែរក្សាសេចក្តីសង្ឃឹមឬក៏បាត់អត់សង្ឃឹមទេយើងយ៉ាប់ហើយទ្រុឌទ្រោមលឿនណាតែបើមានសេចក្តីសង្ឃឹមជួយយើងអឡត់ខ្ញុំនិយាយអង់គ្លេសទៀតណាជួយអឡត់បាទសូមបើកនៅកាពីថេសារ៉ូនីកទី1ចំពុក5ខ8តែយើងដែលជាពួកនៃថ្ងៃអរគុណព្រះអង្គយើងត្រូវដឹងខ្លួនទាំងប្រដាប់កាយដោយសេចក្តីជំនឿនិងសេចក្តីស្រឡាញ់ទុកជាប្រដាប់បាំងដើមទ្រូងហើយសេចក្តីសង្ឃឹមរបស់ផងសេចក្តីសង្គ្រោះទុកជាមួកសឹកហើយព្រះអង្គប្រាប់យើងដែលជាអ្នកគ្រីស្ទានដែលអ្នកជឿព្រះអង្គអត់មានហៅយើងពួកងងឹតទេមែនទេពួកនៃថ្ងៃសំដៅទៅលើអីមើលឃើញពន្លឺមែនទេពន្លឺពីព្រោះយើងពន្លឺមិនមែនត្រឹមតែយើងមើលឃើញទេយើងជាពន្លឺដែលបំភ្លឺឲ្យគេឃើញបាទព្រោះយើងជាពួកនៃថ្ងៃមិនមែនថាយើងត្រឹមតែយើងមើលឃើញខ្លួនឯងណាគឺយើងជាជាពន្លឺបាទហើយពន្លឺយ៉ាងម៉េចគេមើលមកឃើញបាទទុកឲ្យគេមើលមកឃើញហើយយើងជាអីពួកនៃថ្ងៃយើងត្រូវដឹងខ្លួនហើយយើងត្រូវដឹងខ្លួនហើយយើងជាថ្ងៃដែលជាពន្លឺហ្នឹងទាំងប្រដាប់កាយដោយសេចក្តីជំនឿដូច្នេះយើងត្រូវតែធ្វើតាមព្រះបន្ទូលនៃព្រះស្ដាប់ព្រះបន្ទូលធ្វើតាមនឹងហើយដែលយើងហើយនឹងសេចក្តីស្រឡាញ់ចុះហេតុអីបើយើងធ្វើតាមព្រះបន្ទូលហើយព្រះអង្គប្រាប់ថា
នឹងសេចក្តីស្រឡាញ់បាទពីព្រោះបើសិនណាជាយើងជឿព្រះអង្គមានសេចក្តីជំនឿបើអត់មានសេចក្តីស្រឡាញ់បងប្អូនមិនដែលតាក់ទងគ្នាទេបងប្អូនដាច់ទំនាក់ទំនងអស់ឡើយទាំងខ្ញុំទាំងបងប្អូនចឹងបានព្រះអង្គអែតមួយទៀតថានឹងសេចក្តីស្រឡាញ់បើសិនណាបងប្អូនមានសេចក្តីស្រឡាញ់បងប្អូនតែងតែរាប់រកគ្នាមែនទេក៏ប៉ុន្តែដោយសារសេចក្តីស្រឡាញ់បានយើងអាចតាក់ទងគ្នាបានដោយព្រះអង្គអញ្ចឹងព្រះអង្គជាព្រះព្រះអង្គមានសេចក្តីស្រឡាញ់បានមកតាក់ទងយើងបាទបើសិនណាជាអត់មានសេចក្តីស្រឡាញ់ទេអត់បានមកតាក់ទងយើងទេយើងដូចគ្នាដែរថ្ងៃនេះបានព្រះអង្គប្រាប់យើងថាទាំងប្រដាប់កាយដោយសេចក្តីជំនឿបានន័យថាយើងខំរៀនព្រះបន្ទូលខំស្វែងរកឲ្យស្គាល់ពីសេចក្តីជំនឿដែលយើងជឿធ្វើតាមក៏ប៉ុន្តែព្រះអង្គថាកុំឲ្យយើងភ្លេចណានឹងសេចក្តីស្រឡាញ់អូខេហេតុអីទុកជាប្រដាប់បាំងដើមទ្រូងសេចក្តីស្រឡាញ់បាំងដើមទ្រូងហេតុអីបានដាក់ដើមទ្រូងព្រោះមនុស្សដើរទៅគេមិនដែលឃើញខ្នងមុនដើមទ្រូងទេមែនទេបានន័យថាសេចក្តីស្រឡាញ់ហ្នឹងជាប្រដាប់បាំងដើមទ្រូងគេអត់មាននិយាយរឿងដើមទ្រូងគេនិយាយពីឃើញអ្នកនឹងដើរមកគេឃើញបាត់ហើយអូម្នាក់ហ្នឹងគាត់ល្អណាគាត់ស្រឡាញ់ណាឃើញទុកជាប្រដាប់បាំងដើមទ្រូងបាទហើយសេចក្តីសង្ឃឹមរបស់ផងសេចក្តីសងគ្រោះទុកជាមុខសឹកឲ្យយើងមានសង្ឃឹមពីសេចក្តីសងគ្រោះអ្នកណាគេទុកជាមុខសឹកគឺព្រះយេស៊ូវឲ្យយើងមានសង្ឃឹមរហូតជាមួយព្រះហើយយើងទៅទីណាគេមើលមកយើងយ៉ាងម៉េចមនុស្សដែលពេញដោយសេចក្តីស្រឡាញ់ព្រោះខកពី5នេះថាសេចក្តីស្រឡាញ់ទុកជាប្រដាប់បាំងដើមទ្រូងយើងទៅកន្លែងណាក៏គេឃើញយើងពីរឿងសេចក្តីស្រឡាញ់ដែរអ្នកនឹងជឿព្រះមានសេចក្តីស្រឡាញ់ត្រឹមត្រូវមិនមែនគាត់ជឿព្រះហើយមកឃើញខ្ញុំគាត់និយាយពាក្យមើលងាយអត់មានទេគាត់មាននិយាយពាក្យលើកទឹកចិត្តពាក្យកម្លាចិត្តពាក្យជំរុញឲ្យខ្ញុំនឹងបានឡើងថ្នាក់ឡើងអរគុណព្រះយើងឃើញនេះបើថាយើងថែរក្សាហើយយើងមិនមែនថែរក្សាតែសេចក្តីសង្ឃឹមរបស់យើងទេយើងនិយាយជាមួយអ្នកដទៃទៀតក៏យើងជំរុញឲ្យអ្នកនឹងថែរក្សាសេចក្តីសង្ឃឹមដែរមែនទេបាទហើយគេថែរក្សាដែរអរគុណព្រះអង្គហើយយើងមើលនៅខ9ថាម៉េចត្បិតព្រះទ្រង់មិនបានតម្រូវយើងទុកសម្រាប់សេចក្តីក្រោធទេអរគុណព្រះអង្គអាចបានទុកយើងក្នុងការដែលព្រះអង្គធ្វើបាបធ្វើអីទៅអត់ទេគឺសម្រាប់ឲ្យបានសេចក្តីសង្គ្រោះវិញអរគុណព្រះអង្គព្រះអង្គឲ្យយើងឮព្រះបន្ទូលព្រះអង្គឲ្យយើងធ្វើតាមព្រះបន្ទូលដើម្បីយើងបានសង្គ្រោះដោយសារព្រះយេស៊ូវគ្រីស្ទគេដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងដែលទ្រង់សុគតជំនួសយើងហើយអរគុណព្រះហើយព្រះអង្គតម្រូវយើងឲ្យបានសង្គ្រោះក៏ប៉ុន្តែយើងត្រូវធ្វើតាមរយៈព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គមកជួយសង្គ្រោះរៀបចំម៉េចគឺយើងត្រូវតែធ្វើតាមព្រះបន្ទូលព្រះអង្គដើម្បីបានសង្គ្រោះអរគុណព្រះយើងមើលនៅកាពីមួយទៀតកាពីហេព្រើលកាពីហេព្រើលចំពោះ13ខ5ហើយខ6ថាចូលឲ្យកិរិយាអ្នករាល់គ្នាប្រព្រឹត្តបានឥតលោភឡើយឲ្យស្កប់នឹងរបស់ដែលមានហើយប៉ុណ្ណោះចុះត្បិតទ្រង់មានបន្ទូលថាអញនឹងមិនដែលចាកចេញពីឯងក៏មិនបោះបង់ចោលឯងឡើយយើងមើលខកពីព្រះអង្គថាចូលឲ្យកិរិយាអ្នករាល់គ្នាប្រព្រឹត្តឥតលោភពេលខ្លះមនុស្សចេះច្រឡំពាក្យលោភមែនទេលោភបើថាឥតលោភពាក្យថាលោភយើងចង់បានរបស់ដែលមិនមែនជារបស់ផងយើងតែខកពីថាឥតលោភហើយថាឲ្យស្កប់ចិត្តនឹងរបស់ដែលមានហើយប៉ុណ្ណោះបានថាជារបស់ផងយើងបានន័យថាយើងស្កប់ចិត្តអ្វីដែលយើងរកអ្វីដែលយើងធ្វើឲ្យយើងស្កប់ចិត្តទៅកុំឲ្យលោភចង់បានរបស់ដែលមិនមែនរបស់យើងធ្វើជារបស់យើងហើយព្រះអង្គសន្យាខកពីហ្នឹងបើយើងធ្វើតាមអញ្ចឹងព្រះអង្គសន្យាថាម៉េចបិទទ្រង់មានបន្ទូលថាអញនឹងមិនចាកចេញពីឯងអរគុណព្រះអង្គបើយើងធ្វើតាមហ្នឹងគឺព្រះអង្គអត់ចាកចេញទេក៏មិនបោះបង់ឯងចោលឡើយទី1ព្រះអង្គសន្យាថាមិនចាកចេញទី2មិនបោះបង់មែនទេបានន័យថានៅជាមួយរហូតយើងស្ដាប់ពាក្យហ្នឹងគឺថាអស្ចារ្យណាស់មិនចាកចេញហើយមិនបោះបង់អរគុណព្រះអង្គយើងមើលខ6ថាម៉េចបានជាយើងរាល់គ្នាអាចនឹងនិយាយដោយក្លាហានថាខ្ញុំមិនព្រមខ្លាចឡើយ
យើងអត់ខ្លាចទេណាព្រោះព្រះអង្គម្ចាស់ទ្រង់ជាជំនួយខ្ញុំអត់ខ្លាចទេព្រះអង្គជាជំនួយតើមនុស្សនឹងធ្វើអ្វីធ្វើដល់ខ្ញុំជាយ៉ាងណាបានកុំឲ្យច្រឡំយកខកពីហ្នឹងបាននេះហើយទៅថាឲ្យគេថាអីអង្គតែព្រះអង្គគង់នៅជាមួយព្រះអង្គចង់ប្រាប់យើងថាមនុស្សធ្វើអ្វីដល់យើងបានពីព្រោះយើងព្រះអង្គមិនចាក់ចេញព្រះអង្គមិនលះបង់បានថាយើងនៅជាមួយព្រះទោះជាមនុស្សនឹងលបួងយើងបបួលយើងទៅធ្វើអីផ្សេងទៀតក៏យើងមិនទៅដែរមានន័យដូចនោះកុំឲ្យច្រឡំថាព្រះអង្គជាជំនួយខ្ញុំហើយព្រះអង្គថាខ្ញុំមិនព្រមខ្លាចឡើយព្រោះព្រះអង្គម្ចាស់ទ្រង់ជាជំនួយនៃខ្ញុំយ៉ាទៅរករឿងគេថាឲ្យគេពេញមាត់រឿងហ្នឹងមែនទេក៏ប៉ុន្តែខកពីទៅនេះព្រះអង្គសន្យាថាបើយើងស្កប់ស្កល់នឹងរបស់យើងអត់លោភយករបស់គេអីទេព្រះអង្គមិនចាក់ចេញព្រះអង្គមិនបោះបង់ហើយអ្នកឯទៀតដែលមកលបួងយើងឲ្យយើងចាក់ចេញពីព្រះធ្វើអីយើងអត់កើតទេមានន័យអញ្ចឹងទោះរវល់យើងទៅនេះទៅវត្តក្តីទៅធ្វើស្អីក្តីទៅថ្វាយអង្គមស្អីក្តីធ្វើយើងអត់កើតទេយើងនឹងនិយាយភ្លាមថាខ្ញុំជឿព្រះយេស៊ូវហើយខ្ញុំអត់ទៅទេការអស់នោះគេអ្នកអស់នោះមិនមនុស្សយើងអត់ខ្លាចព្រមទាំងព្រះព្រោះព្រះអង្គម្ចាស់ទ្រង់ជាជំនួយខ្ញុំតើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបានអូខេមនុស្សគេចង់មកលបួងគេចង់មកនាំយើងឲ្យចេញពីព្រះធ្វើម៉េចក៏អត់បានដែរកុំឲ្យយើងច្រឡំទៅយើងទៅអូកូនព្រះទៅរករឿងគេថាឲ្យគេឲ្យយើងថាព្រះអង្គអង្គគង់នៅជាមួយមិនមែនអញ្ចឹងទេបានន័យថាមនុស្សដែលមកលបួងយើងឲ្យចេញពីព្រះធ្វើយើងដាច់ពីព្រះគឺធ្វើម៉េចក៏ធ្វើអត់កើតដែរព្រោះព្រះអង្គសន្យាថានៅជាមួយយើងធ្វើតាមព្រះបន្ទូលហើយបាទអរគុណព្រះអង្គយើងមើលទៅទៀតមើលនៅកាពីករិនថូសទី1ចំពុក9ខ10ថាឬទ្រង់មានបន្ទូលដូច្នេះចំពោះដល់យើងរាល់គ្នាដែរគឺដោយព្រោះតែយើងរាល់គ្នាហើយបានជាសេចក្តីនោះបានចែងទុកមកដើម្បីឲ្យអ្នកណាដែលភ្ជួររស់បានភ្ជួររស់ដោយសង្ឃឹមហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹមនោះនឹងបានតាមសេចក្តីសង្ឃឹមនោះឯងបងប្អូនយល់ពីពាក្យភ្ជួររស់ហើយមែនទេតារាភ្ជួរក៏ធ្វើចេះហើយចេះហើយភ្ជួរនៅស្រុកខ្មែរយើងពីដើមវាមានកោគេភ្ជួរណាឬក៏ត្រាក់ទ័រគេភ្ជួរបានន័យថាវាជំរឿវាជ្រៅមែនទេចឹងរស់គេធ្វើឲ្យបែកខ្ទេចមែនទេព្រះអង្គចង់ប្រាប់យើងថាឬទ្រង់មានបន្ទូលដូច្នេះចំពោះដល់យើងរាល់គ្នាដែរគឺដោយព្រោះតែយើងរាល់គ្នាហើយហេតុដូច្នេះព្រះអង្គមានព្រះបន្ទូលមកយើងព្រោះយើងរាល់គ្នាហើយបានជាមានសេចក្តីចែងទុកមកថាបានជាយើងរាល់គ្នានេះព្រះអង្គមានបានចែងទុកមកថាម៉េចដើម្បីអ្នកណាដែលភ្ជួររស់បានភ្ជួររស់ដោយសង្ឃឹមបងប្អូនយល់ភ្ជួររស់បើស្នាជាបងប្អូនចង់ដឹងពីជំរឿនៃព្រះបន្ទូលបងប្អូនភ្ជួរណាភ្ជួរក៏ប៉ុន្តែបើបងប្អូនរៀនឲ្យច្បាស់លាស់បងប្អូនរស់ឲ្យខ្ទេចទៀតឲ្យវែកញែកព្រះបន្ទូលនឹងឲ្យបានជ្រៅត្រូវតែរស់ភ្ជួរឲ្យរស់ព្រះបន្ទូលហើយបានព្រះអង្គមានបន្ទូលថាភ្ជួររស់ដោយសង្ឃឹមហេតុអីពីព្រោះបងប្អូនស្គាល់ពីព្រះបន្ទូលពិតភ្ជួរយល់ពីអត្ថន័យព្រះបន្ទូលរស់ឲ្យខ្ទេចពីព្រះបន្ទូលនឹងស្គាល់បងប្អូនមានសង្ឃឹមហើយមិនអត់សង្ឃឹមអ្នកខ្លះគ្រាន់តែឮតែព្រះបន្ទូលជឿព្រះខ្ញុំមិននឹងមានសង្ឃឹមអត់ទេហេតុអីអ្នកនឹងបានភ្ជួររស់ព្រះបន្ទូលឲ្យបានច្បាស់លាស់បានព្រះអង្គមានព្រះបន្ទូលថាអ្នកណាដែលភ្ជួររស់ភ្ជួរយើងចង់ដឹងពីព្រះបន្ទូលក៏ប៉ុន្តែដល់រស់យើងរៀនបំបែកទៀតឲ្យខ្ទេចយើងយល់ពីព្រះបន្ទូលហ្នឹងហើយបានយើងទទួលថាដោយសង្ឃឹមអូខេហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹមនោះនឹងបានតាមសេចក្តីសង្ឃឹមនោះឯងបងប្អូនដឹងឯងសង្ឃឹមយ៉ាងម៉េចបើបងប្អូនបញ្ជាន់តាឧទាហរណ៍ថាបងប្អូនដាក់កណ្ដាប់យ៉ាងធឹកបងប្អូនបញ្ជាន់តែ5មិនិតហើយបងប្អូនបោះចោលបងប្អូនបានស្រូវទាំងអស់ហ៎អត់ទេហេតុឆ្នេះយើងត្រូវការប្រើពេលវេលាព្រះអង្គចង់បង្រៀនយើងឲ្យយើងប្រើពេលវេលាបើស្នាយើង
បញ្ជាន់យើងមានសង្ឃឹមថាបើខ្ញុំបញ្ជាន់3ម៉ោងនឹងបានស្រូវទាំងអស់អត់មានជាប់ទៅនឹងអាចបើងហ្នឹងឯណាយើងបានដោយសង្ឃឹមក៏ប៉ុន្តែបើយើងអត់ទេយើងគ្រាន់តែ5មិនិតហើយបងប្អូនបោះចោលទាំងស្រូវទាំងអីហ្នឹងឯងអត់បានទាំងអស់ទេអញ្ចឹងបានព្រះអង្គប្រាប់ថាព្យួរហើយរស់រៀនពីជំរឿព្រះបន្ទូលហើយយើងគិតពីរឿងព្រះបន្ទូលដើម្បីឲ្យយើងបានទៅសង្ឃឹមពេលណាយើងដឹងពីព្រះបន្ទូលព្រះអង្គទាំងអស់យើងមានសង្ឃឹមពេលណាបញ្ជាន់ដូចគ្នាដែរយើងមិនមែនបញ្ជាន់តែ5មិនិតទេមិនថាយើងរៀនតែ5មិនិតជាប់ហើយអត់ទេរៀន3ម៉ោងនិយាយថា3ម៉ោងបានយើងបញ្ជាន់អស់យើងត្រូវតែអស់បានយើងបានដោយសង្ឃឹមក្នុងចិត្តបើមិនអញ្ចឹងទេយើងចំណាយពេលវេលាចោលបន្តិចអត់បានប្រយោជន៍អីទេមែនទេខ្ញុំជឿថាបងប្អូនយល់ស្របនឹងខកពីបាទអរគុណព្រះអង្គយើងមើលមួយទៀតនៅកពីហ្វីលីបបាទកពីហ្វីលីបចំពុក4ខ8មួយសោតទៀតបងប្អូនហើយឯសេចក្តីណាដែលពិតខ្ញុំជឿថាយើងធ្លាប់ឮណាសេចក្តីណាដែលពិតសេចក្តីណាដែលគួររាប់អានសេចក្តីណាដែលសុចរិតសេចក្តីណាដែលបរិសុទ្ធសេចក្តីណាដែលគួរស្រឡាញ់សេចក្តីណាដែលមានឈ្មោះល្អបើមានសគុណណាឬសេចក្តីសរសើរណាវគ្គខាងក្រោមនេះល្អណាស់ចូលពិចារណាពីសេចក្តីទាំងនោះចុះតើបងប្អូនពិចារណារបៀបម៉េចបើឃើញគេធ្វើល្អណាគេឮគេនិយាយអ្នកនឹងគាត់ពិតត្រង់ណាស់អ្នកនឹងសុចរិតណាស់ហើយគាត់ក្នុងនិយាយក្នុងគេថាមួយទៀតបងប្អូនអើយសេចក្តីណាដែលពិតសេចក្តីណាដែលគួររាប់អានសេចក្តីណាដែលសុចរិតសេចក្តីណាដែលបរិសុទ្ធសេចក្តីណាដែលគួរស្រឡាញ់សេចក្តីណាដែលមានឈ្មោះល្អបើមានសគុណណាឬសេចក្តីសរសើរណានោះចូលពិចារណាទាំងនោះចុះបើយកឲ្យពិចារណាទេយ៉ាងម៉េចយើងអាចគេលបួងយើងបានហើយពេលណាពិចារណាយើងពិចារណារបៀបម៉េចយើងយកព្រះបន្ទូលព្រះអង្គពិចារណាជាមួយមនុស្សនឹងដែលគេប្រាប់យើងគាត់ថាមនុស្សនឹងបរិសុទ្ធយើងមើលពីចរិតមនុស្សនឹងហើយយកព្រះបន្ទូលព្រះអង្គពិចារណាមើលត្រូវខុសបើខុសយើងដឹងថាមិនមែនទេអ្នកនឹងនិយាយក៏អត់ត្រឹមត្រូវទេបើគាត់ pastor គាត់ផ្សាយល្អណាស់ចេញពីនឹងទៅក៏ដើរនិយាយដើមគេតើយើងគួរតែពិចារណាអត់ក៏ប៉ុន្តែកុំឲ្យពិចារណាចិត្តខ្លួនឯងយកព្រះបន្ទូលព្រោះកខកពីនេះថានោះចូលពិចារណាសេចក្តីទាំងនោះចុះយើងជាកូនព្រះអង្គអត់មានឲ្យយកចិត្តយើងមកពិចារណាឲ្យយកព្រះបន្ទូលព្រះអង្គព្រោះយើងរៀនយើងជាគ្រីស្ទានយើងដឹងអស់ហើយត្រូវយកព្រះបន្ទូលព្រះអង្គពិចារណាជាមួយមនុស្សនឹងតើអ្នកនឹងធ្វើត្រូវអត់គាត់ធ្វើ pastor ផ្សាយល្អណាស់ប៉ុន្តែចេញទៅដើរនិយាយឲ្យដើមគេពីអ្នកមួយទៅមួយតើយើងថាអ្នកនឹងបរិសុទ្ធដែរស៊ីគាត់ថាអត់បាត់ហើយណាយើងឃើញបាត់ហើយហើយដូច្នេះយើងដឹងបាត់ហើយហើយដូច្នេះយើងត្រូវការយកអីទៅពិចារណាមិនយើងអង្គុយពិចារណាក្នុងចិត្តយើងគាត់នឹងល្អចំពោះខ្ញុំណាមិនប៉ុណ្្នឹងទេយើងត្រូវការយកព្រះបន្ទូលព្រះអង្គទៅពិចារណាជាមួយអ្នកនឹងដែលព្រះអង្គបរៀនយើងនេះហើយយើងដឹងថាអ្នកនឹងអត់ត្រឹមត្រូវជាមួយព្រះបន្ទូលទេហើយយើងក៏ប្រាប់អ្នកផ្សេងទៀតមកប្រាប់យើងថាគាត់មិនមែនបរិសុទ្ធទេបើគាត់បរិសុទ្ធគាត់មិនដើរនិយាយដើមគេទេមែនទេបាទហើយមួយទៀតគេថាសេចក្តីស្រឡាញ់មិនថាមានសេចក្តីរាប់អានណាឬក៏សេចក្តីស្រឡាញ់ដែលគួរស្រឡាញ់ណាគេនិយាយអញ្ចឹងយើងគួរតែម៉េចគាត់នេះស្រឡាញ់ឯងតែមុខតើចេញពីក្រោយខ្នងនិយាយដើមរហូតនោះយើងឃើញបើយើងយកព្រះបន្ទូលព្រះអង្គទៅពិចារណាជាមួយមកយើងដឹងបើមិនអញ្ចឹងទេគេមកនិយាយផ្អែមទៅមុខហ្នឹងជឿគេស្លងមែនទេដល់ហើយទៅយើងយ៉ាងម៉េចយើងផ្លាត់ខ្លួនឯងសេចក្តីសង្ឃឹមរបស់យើងវាអត់មានបើយើងមានសេចក្តីសង្ឃឹមជាមួយព្រះបន្ទូលព្រះអង្គយកព្រះបន្ទូលព្រះអង្គពិចារណាទាំងអស់ជាមួយមនុស្សលោកនៅលើផែនដីនេះស្ទើរតែមនុស្សមានបាបជឿព្រះអង្គកែមែនពិតក៏ប៉ុន្តែបើគេផ្លាស់ប្រែពិតប្រកប good ក៏ប៉ុន្តែអត់ទេយើងដកខ្លួនចេញកុំឲ្យទៅតែហ៊ានតែយើងទៅជាមួយយូរគេទាញយើងហើយនាំយើងនិយាយដើមគេដែរឥឡូវនោះមែនយើងអត់និយាយទេប៉ុន្តែអ្នកនឹងចេះតែនិយាយហៅយើងទៅយូរបើឲ្យនិយាយចឹងត្រូវហើយអាអ្នកនោះក៏ចឹងដែរមែនទេចាប់ដើមនិយាយគេដែរហើយដូច្នេះកុំ
បានជាខកពីទៅនេះប្រាប់ថាមួយសោតទៀតមួយទៀតបងប្អូនហើយគាត់បញ្ជាក់ណាបងប្អូនឯងអ្នកដែលគ្រីស្ទានអ្នកដែលជឿព្រះឯសេចក្តីណាដែលពិតឃើញគាត់និយាយពិតអ្នកនឹងថាពិតណាក៏ប៉ុន្តែយើងត្រូវយកព្រះបន្ទូលទៅពិភាក្សាជាមួយពិតមែនទេសេចក្តីណាដែលគួររាប់អានយើងថាយើងចង់រាប់អានគាត់ណាតើគួររាប់អានអត់ពីព្រោះគាត់តែនិយាយអាក្រក់ពីខ្ញុំណាដែលយើងយកខកពីទៅសេចក្តីណាដែលគួររាប់អានហើយសេចក្តីណាដែលសុចរិតគេតែថាគាត់សុចរិតយកខកពីទៅតើគាត់ធ្វើតាមព្រះបន្ទូលអត់សេចក្តីណាដែលបរិសុទ្ធគាត់បរិសុទ្ធអត់បើគាត់និយាយចេះដល់ពេលចុះទៅគាត់និយាយចុះមានបរិសុទ្ធអីណាសេចក្តីណាដែលមានឈ្មោះល្អអ្នកណាគេសរសើរគាត់ណាមែនទេគេអ្នកបានផលប្រយោជន៍ពីគាត់គេសរសើរអ្នកអត់បានអត់សរសើរទេមែនទេហើយដូច្នេះតើយកខកពីទៅពិនិត្យមើលបើមានសគុណណាសគុណទៀតបានន័យថាគេការដែលគេជួយកុំឲ្យគេជួយតិចតួចយើងភ្លេចពីព្រះបន្ទូលព្រះអង្គយកអាសគុណនឹងមកធ្វើធំជាងព្រះបន្ទូល not good បាទឬសេចក្តីសរសើរណានោះចូលពិចារណាសេចក្តីទាំងនោះចុះអរគុណព្រះអង្គព្រះអង្គទានពរបាទហើយថែរក្សាសេចក្តីសង្ឃឹមរបស់យើងឲ្យបានជាប់នៅជាមួយព្រះអង្គបាទសូមព្រះអង្គប្រទានពរហើយសរុបចិត្តទិដ្ឋានមួយខ្ញុំព្រះអង្គម្ចាស់ដែលជាព្រះនៃទូបង្គំទាំងអស់គ្នាកូនអរព្រគុណទ្រង់ដែលទ្រង់មានព្រះបន្ទូលហើយកូនរាល់គ្នាមានសេចក្តីសង្ឃឹមលើទ្រង់ជានិច្ចហើយកូនចេះពិចារណាគ្រប់ទាំងសេចក្តីទាំងអស់យកមកប្រៀបធៀបនឹងព្រះបន្ទូលព្រះអង្គដើម្បីឲ្យកូនរាល់គ្នាបានយល់ច្បាស់កូនអរព្រគុណទ្រង់ណាស់ហើយតែកូនបែកគ្នាទៅផ្ទះក៏បានសេចក្តីសុខសាន្តគ្រប់គ្នាហើយជួបគ្នាទៅក្រោយឲ្យបានប្រកបនឹងពរព្រះអង្គកូនអរព្រគុណទ្រង់ហើយកូនសូមគ្រប់ការទាំងអស់លើកថ្វាយដាច់នៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន